អីដំបូងខ្ញុំសូមធ្វើការគោរពជំរាបសួរទៅកាន់លោកគ្រូហើយនិងបងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះនៅរចនាជាប្រធានក្រុមទី4ឡើងមកបកស្រាយចំពោះប្រធានបទទី15និយាយពីប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងហើយមាតិការបស់ពួកយើងមាន3មានសេចក្តីផ្ដើមដែលមាននិយមន័យគោលបំណងហើយនឹងការស្រាវជ្រាវប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងហើយទី2ប្រវត្តិនយោបាយប្រទេសកូរ៉េខាងជើងវាមាន3ចំណុចនយោបាយក្នុងប្រទេសកូរ៉េខាងជើងប្រព័ន្ធច្បាប់នៃប្រទេសកូរ៉េខាងជើងហើយនឹងការបែងចែកគ្នារវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងហើយចំណុចទី3ប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងវាមានទាំងអស់6ចំណុចមាននយោបាយប្រទេសកូរ៉េខាងជើងប្រព័ន្ធបកនយោបាយមេដឹកនាំសំខាន់ប្រព័ន្ធរដ្ឋធម្មនុញ្ញ ideology នយោបាយការគ្រប់គ្រងប្រជាជនសេរីភាពហើយនិងសិទ្ធិមនុស្សសម្ព័ន្ធអន្តរជាតិអំណាចតុលាការអំណាចប្រតិបត្តិការបោះឆ្នោតរដ្ឋធម្មនុញ្ញលោកហើយចូលដល់ចំណុចទី1សេចក្តីផ្ដើមជូនទៅសមាជិកក្រុមខ្ញុំអឺអឺមួយសេចក្តីផ្ដើម1.1និយមនៃប្រព័ន្ធនយោបាយនៅប្រទេសកូរ៉េខាងជើងគឺជាប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈដាច់ខាតនិងអអធិបតេយ្យមួយដែលមានគណៈបកកម្មករកូរ៉េអ1.2គោលបំណងនៃការស្រាវជ្រាវប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងគោលបំណងនៃការស្រាវជ្រាវប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងអាចមានបំណងជាច្រើនដូចជាអឺមួយយល់ដឹងអំពីនយោបាយការស្រាវជ្រាវអំពីរបៀបដែលប្រព័ន្ធនយោបាយកូរ៉េខាងជើងបានត្រូវរៀបចំនិងដំណើរការអឺតាំងគោលការណ៍នយោបាយសង្គមនិងកុម្មុយនីសិក្សាពីទំនាក់ទំនងអន្តរជាតិកូរ៉េខាងជើងការស្រាវជ្រាវអំពីវិធីសាស្ត្រដែលប្រទេសកូរ៉េខាងជើងដោះស្រាយគំនិតនយោបាយដែលបណ្ដាញទំនាក់ទំនងជាមួយនឹងប្រទេសដទៃដែលអាចរួមមានប្រទេសអាមេរិកចិនឬសូវៀតនាពេលខ្លះអឺ3ការពិចារណាអឺវិបត្តិនយោបាយនិងសង្គមការស្រាវជ្រាវអឺវិបត្តិនយោបាយនិងសង្គមនៅប្រទេសកូរ៉េខាងជើងអាចនឹងផ្ដល់ដំណោះស្រាយនិងជំរើសសម្រាប់ប្រទេសនានាដែលប្រឈមមុខនឹងវិបត្តិនយោបាយ4ការគ្រប់គ្រងទំនាក់ទំនងអាវុធនុយក្លេអ៊ែរហើយកូរ៉េខាងជើងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្តិភាពអន្តរជាតិនៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរការស្រាវជ្រាវអាចក្តោបយកព័ត៌មានដើម្បីសម្រេចបានយុទ្ធសាស្ត្រប្រសើរជាងមុនសម្រាប់ការចរចា5ការអភិវឌ្ឍយុទ្ធសាស្ត្រទូតសម្រាប់សន្តិភាពការយល់ដឹងពីប្រព័ន្ធនយោបាយកូរ៉េខាងជើងអាចជួយបង្កើនប្រសិទ្ធភាពនៃចរចាសន្តិភាពនិងការចូលរួមយុទ្ធសាស្ត្ររវាងអន្តរជាតិចំណុចទី2ប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើង2.1នយោបាយក្នុងប្រទេសកូរ៉េខាងជើងប្រវត្តិនយោបាយរបស់ប្រទេសកូរ៉េខាងជើងមានភាពស្មុគស្មាញនិងមានការផ្លាស់ប្ដូរជាច្រើនប្រទេសនេះត្រូវបានបែងចែកជាពីរផ្នែកនៅឆ្នាំ1945បន្ទាប់ពីសង្គ្រាមលោកទី2កូរ៉េខាងជើងត្រូវបានគ្រប់គ្រងដោយក្រុមកុម្មុយនីខាងជើងនិងក្រមប្រជាធិបតេយ្យនៅខាងត្បូងឆ្នាំ1948កូរ៉េខាងជើងបានបង្កើតរដ្ឋាភិបាលដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកូរ៉េដែលដឹកនាំដោយគីមសឹងសុងគីមអ៊ីនសុងបានដឹកនាំប្រទេសនេះរហូតដល់ឆ្នាំ1944ហើយបន្ទាប់អឺបន្ទាប់មកកូនប្រុសរបស់គាត់គីមចុងអ៊ិលអឺបានដឹកនាំបន្តពី
គីមចុងអ៊ីលបានស្លាប់នៅឆ្នាំ2011កូនប្រុសរបស់គាត់គីមចុងអ៊ុនបានក្លាយជាអ្នកដឹកនាំថ្មី2.2នយោបាយនៅប្រទេសកូរ៉េខាងជើងប្រទេសកូរ៉េខាងជើងមានប្រព័ន្ធនយោបាយដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយគណបកអឺកម្មករកូរ៉េដែលជាគណបកតែមួយគត់នៅក្នុងប្រទេសដែលប្រទេសនេះមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសារព័ត៌មាននិងសេរីភាពនានា2.2អឺប្រព័ន្ធច្បាប់ប្រទេសកូរ៉េខាងជើងប្រទេសកូរ៉េខាងជើងគឺជាប្រព័ន្ធច្បាប់ដែលមានលក្ខណៈផ្ដោតលើការគ្រប់គ្រងអើយដែលដែលមានដែលមានការគ្រប់គ្រងដោយរដ្ឋនិងគោរពតាមអើយគោលការណ៍សង្គមនិយមប្រព័ន្ធនេះត្រូវបានគ្រប់គ្រងដោយគណៈបកកម្មាធិការកណ្ដាលគណៈបកពលករដែលជាគណៈបកនយោបាយតែមួយច្បាប់គ្រប់យ៉ាងត្រូវសម្រេចតាមឆន្ទៈនយោបាយនិងគោលការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធាតុសំខាន់នៃប្រព័ន្ធច្បាប់មួយរដ្ឋធម្មនុញ្ញកូរ៉េខាងជើងត្រូវបានទាញយកជាឧបករណ៍សម្រាប់ការគ្រប់គ្រងតាមយុត្តិធម៌វាអธิบายអំពីអំណាចរដ្ឋនិងសិទ្ធិរបស់ប្រជាជននៅក្នុងរដ្ឋនយោបាយសង្គមនិយមអ2.2ប្រព័ន្ធច្បាប់ប្រទេសកូរ៉េខាងជើងពីអំណាចតុលាការប្រទេសកូរ៉េខាងជើងមានតុលាការជាន់ខ្ពស់ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋអំណាចតុលាការត្រូវបានគ្រប់គ្រងដោយគណៈបកកម្មាធិការរបស់គណៈបកកម្ពុជាពលករគោលការណ៍សំខាន់គឺតុលាការត្រូវចេញសាលក្រមដែលគាំទ្រគោលនយោបាយរបស់រដ្ឋនិងបកពីរច្បាប់ក្រិតច្បាប់ក្រិតមានលក្ខណៈតឹងតែងនិងមានទ្រនទ្រនកម្មខ្លាំងសម្រាប់ប្រឆាំងនឹងរដ្ឋឬបកការប្រព្រឹត្តអំពើដែលធ្វើឲ្យខូចឬគំរាមរដ្ឋត្រូវបានពិចារណាជាអំពើក្រិតធ្ងន់ធ្ងរ4សិទ្ធិមនុស្សអើយដើមឬសិទ្ធិមនុស្សត្រូវបានបន្ថែមក្នុងរដ្ឋធម្មនុញ្ញប៉ុន្តែការអនុវត្តជាក់ស្ដែងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋ5ការប្រព្រឹត្តច្បាប់បណ្ដាញអគ្គិសនីប្តឹងឬចៅសង្កាត់មិនមានឯករាជ្យជាក់ស្ដែងឡើយអាជ្ញាធរច្បាប់ត្រូវធ្វើបញ្ជារបស់គណៈកម្មាធិការបកអឺ2.3ការបែងចែកគ្នារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងការបែងចែកអឺការបែងចែកទឹកដីរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកើតឡើងនៅពេលបញ្ចុះសង្គ្រាមលោកទី2វាមានមូលហេតុចម្បងពាក់ព័ន្ធនឹងការប្រកួតប្រជែងអំណាចប្រទេសសហរដ្ឋអាមេរិកសហភាពសូវៀតដែលដឹកនាំទៅកាន់ការបែងចែកកូរ៉េខាងត្បូងប្រកាន់ប្រព័ន្ធប្រជាធិបតេយ្យនិងប្រព័ន្ធនិងប្រទេសកញ្ជើងប្រកាន់ប្រព័ន្ធកុម្មុយនីសមូលហេតុនិងដំណើរការមួយការគ្រប់គ្រងកូរ៉េបន្ទាប់ពីជ័យជំនះលើជប៉ុនឆ្នាំ1945ក្រោយសង្គ្រាមលោកទី2ជប៉ុនគ្រប់គ្រងកូរ៉េជាង35ឆ្នាំបានចាញ់សង្គ្រាមដើម្បីគ្រប់គ្រងប្រទេសកូរ៉េសហភាពសូវៀតនិងសហរដ្ឋអាមេរិកបានព្រមព្រៀងចែកតំបន់ខ្សែស្រទាប់សារមួយតំបន់ខាងជើងគ្រប់គ្រងដោយសូវៀតតំបន់ខាងត្បូងគ្រប់គ្រងដោយសហរដ្ឋអាមេរិកអឺពីការបង្កើតរដ្ឋដែលមានប្រព័ន្ធខុសគ្នានៅឆ្នាំ1948ការប្រឈមរវាងកុម្មុយនីសនិងប្រជាធិបតេយ្យធ្វើឲ្យមានការចរចាដើម្បីផ្ដោតលើសាធារណរដ្ឋតែមិនបានសម្រេចកូរ៉េខាងត្បូងបានបង្កើតសាធារណរដ្ឋកូរ៉េខាងត្បូងដឹកនាំដោយប្រធានាធិបតីលីសុងម៉ាងកូរ៉េខាងជើងបានបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េដឹកនាំដោយសឹងគីងអ៊ីងសុងសង្គ្រាមកូរ៉េការបែងចែកបាននាំឲ្យមាន
ភាពតានតឹងនិងប្រយុទ្ធគ្នាចាប់ពីឆ្នាំ1950ដោយកូរ៉េខាងជើងបានបំផ្លាញខ្សែព្រំនិងផ្លាស់ប្ដូរអើយផ្លាស់ប្ដូរជាសង្គ្រាមពេញលេញក្រោយសង្គ្រាមបានបញ្ចប់ដោយសន្ធិសញ្ញាអាគីម៉ាស់អាម៉ាស់អាម៉ាគីសនៅឆ្នាំ1953អើយព្រំដែនបានកំណត់ឡើងវិញនៅតំបន់ប្រឡាយសង្គ្រាមដែលនៅជិតស្រទាប់30ប៉ុន្តែប្រែប្រួលខ្លះ4ការបែងចែកមកដល់បច្ចុប្បន្នឌីមសិតនៅតែជារបាំងសម្រាប់កូរ៉េទាំងពីរមកដល់ពេលនេះកូរ៉េខាងត្បូងមានសមត្ថភាពសេដ្ឋកិច្ចនិងប្រជាធិបតេយ្យខ្ពស់ខណៈកូរ៉េខាងជើងជាប្រទេសដែលមានការគ្រប់គ្រងប្រព័ន្ធសេរីនិយមនិងមានភាពអន់ខ្សោយជាច្រើនផ្នែក3ប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងអឺ1.1នយោបាយប្រទេសកូរ៉េខាងជើងប្រព័ន្ធនយោបាយនៅប្រទេសកូរ៉េខាងជើងមានលក្ខណៈដាច់ខាតបែបកុម្មុយនីសដែលមានការគ្រប់គ្រងតឹងរ៉ឹងនៅគ្រប់លំនៅឋាននៃសង្គមប្រទេសនេះគឺជាសាធារណរដ្ឋប្រជាមានិតដែលត្រូវបានគ្រប់គ្រងដោយគណៈបកកម្មករកូរ៉េជាស្ថាប័ននយោបាយខ្ពស់បំផុត1.1ប្រព័ន្ធបកនយោបាយគណៈបកកម្មករកូរ៉េជាគណៈបកតែមួយដែលមានអំណាចបណ្ដាញគណៈបកសង្គមនិងនិយមឬអង្គការចំហៀងផ្សេងទៀតស្ថិតនៅក្រោមការគ្រប់គ្រងដោយ WPR គណៈបកកម្មការទីកំពូលនិងប្រធានអង្គការគណៈបកមានអំណាចសំខាន់បំផុតក្នុងការសម្រេចចិត្តរចនាចូលដល់ចំណុច yes ចូលដល់ចំណុច 3.1.2 និយាយអំពីមេដឹកនាំសំខាន់ជាមេដឹកនាំសំខាន់ហ្នឹងគឺលោកគីមចុងអុនដែលជាមេដឹកនាំបច្ចុប្បន្នហើយជាអ្នកបន្តមរតកអំណាចពីគីមអ៊ីនសុងដែលជាតាចុងហើយនឹងគីមចុងអ៊ីលហ្នឹងគឺជាប៉ារបស់គាត់ហើយរបបនេះគឺជាប្រព័ន្ធជាជនដែលគ្រប់គ្រងតាមបែបមរតកគ្រួសារមេដឹកនាំត្រូវបានគោរពបូជាបុគ្គលភាពបូជាចេតនាដោយបង្រឹងតាមប្រព័ន្ធផ្សព្វផ្សាយ3.1.3ប្រព័ន្ធរដ្ឋធម្មនុញ្ញនេះគឺជាប្រទេសដែលមានរដ្ឋធម្មនុញ្ញប៉ុន្តែស្ថាប័នសិទ្ធិរដ្ឋបាលនិងសាវនាការស្ថិតនៅក្រោមការគ្រប់គ្រងដោយគណៈបកចំពោះប្រធានសភាមានតួនាទីជារដ្ឋសភាប៉ុន្តែគ្រាន់តែជាអនុវត្តសេចក្តីសម្រេចតាមសេចក្តីសម្រេចរបស់គណៈបកហើយគណៈកម្មាធិការការពារជាតិមានអំណាចនៅក្នុងការគ្រប់គ្រងទូទៅ3.1.4 ideology នយោបាយប្រព័ន្ធនេះគឺផ្អែកទៅលើជូឆេដែលជាគំនិតឯករាជ្យភាពជាតិនិយមនិងការរៀបចំដោយខ្លួនឯងហើយគំនិតសុងគុនមានន័យថាយុទ្ធសាស្ត្រកងទ័ពជាមុនសិនដែលលើកសរសើរអាទិភាពនៃអំណាចយោធាចូលដល់ចំណុច 3.1.5 ការគ្រប់គ្រងប្រជាជនប្រព័ន្ធនេះប្រើការប្រមូលព័ត៌មាននិងគ្រប់គ្រងប្រជាជនតាមប្រព័ន្ធសុងបុនដែលមានបែងចែកប្រជាជនជាក្រុមដោយផ្អែកទៅលើប្រវត្តិសាស្ត្រគ្រួសារហើយនិងភាពស្មោះត្រង់ដល់រដ្ឋចំពោះមន្ត្រីរដ្ឋត្រូវមានស្មារតីស្មោះត្រង់ខ្ពស់ដល់មេដឹកនាំហើយនិងគោលការណ៍របស់គណៈបកចំណុច 3.1.6 សេរីភាពហើយនិងសិទ្ធិរបស់មនុស្សរដ្ឋបដិសេធសិទ្ធិផ្ទាល់ខ្លួនហើយនិងសេរីភាពនយោបាយប្រជាជនគឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមរយៈការទូទាយហើយនិងការចងវិន័យ3.1.7 សម្ព័ន្ធអន្តរជាតិកូរ៉េខាងជើងមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនហើយនិងរុស្ស៊ីហើយវានៅតែមានភាពតានតឹងជាមួយនឹងកូរ៉េខាងត្បូងសហរដ្ឋអាមេរិកប្រទេសនានានៅលើបញ្ហាអាវុធនុយក្លេអ៊ែរប្រព័ន្ធនេះមានលក្ខណៈអំណាចតែមួយដ៏តឹងរ៉ឹងដោយផ្ដោតលើការគ្រប់គ្រងអសព្វវត្ថុដោយរដ្ឋហើយនឹងការលើកកម្ពស់ស្ថានភាពរបស់មេដឹកនាំ
3.2 អំណាចតុលាការចំពោះអំណាចតុលាការរបស់ប្រទេសកូរ៉េខាងជើងគឺជាអំណាចដែលមានស្រាប់នៅក្នុងប្រទេសកូរ៉េខាងជើងប្រព័ន្ធតុលាការនៅក្នុងប្រទេសកូរ៉េខាងជើងហ្នឹងគឺមានលក្ខណៈពិសេសហើយនឹងមានការគ្រប់គ្រងដោយគន្លងនយោបាយនិងរដ្ឋាភិបាលតុលាការនៅកូរ៉េខាងជើងមិនមានឯករាជ្យភាពដោយលទ្ធភាពនៃច្បាប់ហើយនៅប្រព័ន្ធតុលាការតាមសន្និដ្ឋានអន្តរជាតិក្រមមន្ត្រីឬស្ថាប័នឯករាជ្យដូចជាតុលាការស្រុកឬក៏តុលាការជាតិប្រព័ន្ធតុលាការនៅកូរ៉េខាងជើងត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកអំណាចនយោបាយនិងគោលការណ៍រដ្ឋអាពាហ៍សង្គមច្បាប់ហើយនិងសេចក្តីសម្រេចនៅទីនោះអាចមិនមានភាពត្រឹមត្រូវពិតប្រាកដហើយមិនមានគោលការណ៍ដោយសមាជិកនយោបាយទំនាក់ទំនងរវាងអំណាចតុលាការហើយនិងអំណាចនៅក្នុងកូរ៉េនៅក្នុងប្រទេសកូរ៉េខាងជើងគឺជាការកំណត់សម្រាប់ការធ្វើសេចក្តីសម្រេចដែលស្ថិតនៅក្នុងការគ្រប់គ្រងដោយមន្ត្រីនយោបាយចំណុច3.3អំណាចប្រតិបត្តិចំពោះអំណាចប្រតិបត្តិនៅក្នុងប្រទេសកូរ៉េខាងជើងមានលក្ខណៈរួមផ្សំទាំងនេះដូចជា1គណៈបកកុម្មុយនីសទៅវិញទៅមកកូរ៉េខាងជើងគ្រប់គ្រងដោយគណៈបកកុម្មុយនីសតែមួយគឺគណៈបកប្រជាជនកូរ៉េដែលមានលក្ខណៈតាមគ្រឹះនយោបាយកុម្មុយនីសហើយ2ការគ្រប់គ្រងមួយអំណាចត្រូវបានផ្ដល់ជូនទៅដល់ម្ចាស់ឲ្យខ្លួនឯងឬអ្នកដឹកនាំជាតិសម្រាប់យូរអង្វែងគាត់ខ្លួនឯងគឺជាប្រធានាធិបតីហាក់ដូចជាគឹមអ៊ីស៊ូគឹមចុងអ៊ុនគឹមចុងអ៊ីលហើយនឹងឥឡូវនេះគឺគឹមចុងអ៊ុន3ការបំពានសិទ្ធិមនុស្សប្រទេសនេះមានសេរីភាពមនុស្សតិចតួចមួយហើយនឹងមានលក្ខណៈបំពានសិទ្ធិមនុស្សដែលអាចរាប់បានពីការបង្វែរប្រជាជនការលុបចោលសិទ្ធិទំនាក់ទំនងនិងការពិភាក្សា4សន្តិសុខកូរ៉េខាងជើងមានការអនុវត្តពីគំនិតសន្តិសុខយ៉ាងខ្លាំងដោយមានកម្លាំងសិលាចាក់ហើយនិងបច្ចេកវិទ្យាឧក្រិដ្ឋហើយនិងកម្លាំងរាជារដ្ឋនេះគ្រប់គ្រងលើកម្លាំងកងទ័ពហើយនឹងផ្អែកកន្លែងជាចម្បងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច5សេដ្ឋកិច្ចមិនរីកចម្រើនទស្សនវិស័យនៅក្នុងការស្វែងរកវិនិយោគហើយនឹងការអភិវឌ្ឍសេដ្ឋកិច្ចគឺមិនមានកំណើនខ្លាំងប៉ុន្តែសំណង់កូរ៉េខាងជើងតែមានសេភ័ណ្ឌជាចម្បងពីរចំនួនគឺកាត់តទំនាក់ទំនងជាមួយនឹងអ្នកនាំប្រេង6ការបោះឆ្នោតមានការបោះឆ្នោតប្រកបដោយក្តីស្រឡាញ់ហើយនឹងចម្បូរបារាដែលគ្មានជំរឿឲ្យរវាងគណៈបកជាទីប្រឹក្សាជាតិដោយសង្ខេបអំណាចប្រតិបត្តិនៅកូរ៉េខាងជើងគឺមានលក្ខណៈចម្រុងមួយនៃការគ្រប់គ្រងការយល់ឃើញរួមទាំងការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចូលដល់ចំណុចទី4ការបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានធ្វើឡើងជារៀងរាល់4ឆ្នាំទៅ5ឆ្នាំម្ដងសម្រាប់សភាប្រជាជនជាន់ខ្ពស់ហើយនឹងរៀងរាល់4ឆ្នាំម្ដងសម្រាប់សភាប្រជាជននៅក្នុងតំបន់ទោះបីជាយ៉ាងណាការបោះឆ្នោតនោះហាក់បីដូចជាស្ថិតនៅឆ្ងាយពីប្រជាធិបតេយ្យបើទោះបីជា99.7%នៃការបោះឆ្នោតបានចូលរួមនៅក្នុងការបោះឆ្នោតក្នុងស្រុកប៉ុន្តែប្រជាពលរដ្ឋមិនមានជំរឿច្រើនទេនៅពេលត្រូវជ្រើសរើសយកនរណាម្នាក់ដែលពួកគាត់គ្រប់គ្រងបេក្ខជនដែលចូលឈ្មោះនៅលើសញ្ញាឆ្នោតទាំងអស់ត្រូវជ្រើសរើសមុនជាស្រេចដោយគណៈបកកាន់អំណាចរបស់កូរ៉េខាងជើងប្រអប់ដែលដライមួយមានវត្តមាននៅទីតាំងបោះឆ្នោតដែលអ្នកបោះឆ្នោតអាចប្រើដើម្បីចុះឈ្មោះបដិសេធបេក្ខជនដែលគណៈបកកាន់អំណាចបានជ្រើសរើសទោះបីជាយ៉ាងណាប្រជាជនដែលបានជ្រើសរើសសុទ្ធតែទទួលបានការបោះឆ្នោតឲ្យ100%ពលគឺគ្មាននរណាបោះឆ្នោតជំទាស់ឬក៏ប្រសិនបើពួកគេជំទាស់សញ្ញាឆ្នោតរបស់ពួកគេក៏មិនត្រូវបានរាប់ដែរគួរបញ្ជាក់ថាការបោះឆ្នោតនៅចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើងត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកគឹមចុងអ៊ុនបន្ទាប់ពីការស្លាប់របស់លោកគឹមចុងអ៊ីលនៅក្នុងខែធ្នូឆ្នាំ2011ខាងក្រោមនេះគឺជាលទ្ធផលសង្ខេបនៃការបោះឆ្នោតសភាប្រជាជនកម្ពុជារបស់កូរ៉េខាងជើងកាលពីថ្ងៃទី9ខែមីនាឆ្នាំ2014គណៈបកដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកគឹមចុងអ៊ុនទទួលបាន102អាសនៈគណៈបក Korean Social Democratic ស្អីទទួលបាន50អាសនៈហើយគណៈបកផ្សេងទៀតទទួលបានកៅអីចំនួន22អាសនៈគណៈបកមួយវិញទៀតទទួលបានកៅអីចំនួន5អាសនៈហើយគណៈបកចុងក្រោយទទួលបានកៅអី3អាសនៈចំណុចទី5រដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងជើងត្រូវបានអនុម័តនៅថ្ងៃទី26ខែមេសាឆ្នាំ74រដ្ឋធម្មនុញ្ញនេះជារដ្ឋធម្មនុញ្ញល្អិតដែលមានវិស័យពិសេសនៃការការពារសិទ្ធិអំណាចហើយនិង
ព័ន្ធអាជ្ញាធរតាមរយៈរដ្ឋធម្មនុញ្ញនេះប្រទេសកូរ៉េខាងជើងមានប្រព័ន្ធរដ្ឋាភិបាលដែលគិតគូរប្រព្រឹត្តទៅលើអំណាចរបស់ពហុគម្របនិងបច្ចេកកម្មរដ្ឋធម្មនុញ្ញនេះបាននិយាយអំពីការកាន់អំណាចដោយសារទឹកនំហោងតំណាងហើយនឹងរដ្ឋាភិបាលសង្គមជាតិក្នុងការគ្រប់គ្រងប្រទេសកុំភ្លេចថាកូរ៉េខាងជើងមានប្រព័ន្ធសង្គមស៊ីយ៉ាលពីប្រជាជនហើយនឹងសង្គមពាណិជ្ជកម្មប្រកបដោយអនុសាសន៍ស្មើនោះទៅនឹងគោលនិយមនៃការការពារកិច្ចសន្យាហើយនិងធានាសិទ្ធិមនុស្សដែលមានភាពលំបាកនៅខាងក្រោយចាំតិចសន្និដ្ឋានយើងចូលមកដល់សេចក្តីសន្និដ្ឋានប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងគឺជាប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈដាច់ខាតនិងអធិបតេយ្យដឹកនាំដោយគណៈកម្មការកូរ៉េហើយដែលតំណាងឲ្យអំណាចតែមួយប្រទេសនេះមានប្រវត្តិសាស្ត្រអ្នកដឹកនាំជាន់ខ្ពស់ដែលផ្ដោតលើ ideology ជូឆេសុងគុនដោយលើកសរសើរអធិភាពអំណាចយោធានិងការឯករាជ្យភាពប្រព័ន្ធច្បាប់នៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋនិងគណៈបកដោយសិទ្ធិមនុស្សនិងសេរីភាពត្រូវបានលើកលែងជាច្រើនតុលាការមានតួនាទីគ្រប់គ្រងតាមច្បាប់សង្គមនិយមហើយសម្រាប់សារក្រមត្រូវគ្រប់គ្រងគោលការណ៍នយោបាយរបស់រដ្ឋសរុបមកប្រព័ន្ធនយោបាយប្រទេសកូរ៉េខាងជើងត្រូវបានគេយល់ថាជាប្រព័ន្ធដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងមានភាពត្រឹមត្រូវតាមគោលការណ៍សង្គមនិយមប៉ុន្តែបណ្ដាលឲ្យមានវិបត្តិសិទ្ធិមនុស្សនិងសេរីភាពសំខាន់ជាចុងក្រោយជ័យចុងក្រោយសូមគោរពអរគុណទៅកាន់លោកគ្រូហើយនិងបងមិត្តរួមថ្នាក់ទាំងអស់គ្នាសម្រាប់ការស្ដាប់ហើយបើសិនបងមិត្តរួមថ្នាក់មានសំណួរផ្សេងបងអាចទម្លាក់ចូលគ្រូមកចាំខ្ញុំ reply ចម្លើយជូនបាទបាទ